Bà, ok, sự đây bóng ổn đó, cái này một chút nha, sao chỉ thầm mình thì thấy cho mình trên này các mạng online. បាទសម្រាប់វីដេអូថ្ងៃនេះផងដែរគឺខ្ញុំសូមធ្វើការបង្ហាញបងប្អូនពីរបៀបនៃការតាមដានទំនិញអញ្ចឹងនៅពេលដែលយើងធ្វើការបញ្ជាទិញទំនិញពីប្រទេសចិនអញ្ចឹងយើងត្រូវតែធ្វើការតាមដានតើទំនិញយើងនឹងចេញពីប្រទេសចិនហើយឬនៅមកដល់ណាហើយឬនៅអញ្ចឹងដើម្បីឲ្យកាន់តែច្បាស់ថាទំនិញយើងចេញពីចិនឬមួយដល់ណានេះខ្ញុំសូមបងប្អូនទស្សនាវីដេអូនេះតាំងពីដើមរហូតដល់ចប់មកខ្ញុំជឿជាក់ថាបងប្អូននឹងអាចធ្វើបាន អញ្ចឹងមុននឹងចូលទៅដល់ការតាមដានទំនិញយើងបងប្អូនចូលទៅកាន់ Alibaba ដោយសារតែការបញ្ជាទិញអីវ៉ាន់របស់ខ្ញុំនេះគឺខ្ញុំធ្វើការបញ្ជាទិញតាម Alibaba អញ្ចឹងខ្ញុំចូលទៅកាន់ Alibaba អូខេអញ្ចឹងនៅពេលដែលបងប្អូនចូលមកដល់ Alibaba ហើយគឺបងប្អូនចុចទៅលើកន្លែងផ្សេងនេះ ហេតុអីបានខ្ញុំធ្វើការរីកមែនបងប្អូនចុចទៅលើកន្លែងមីស៊ីនដោយសារនៅពេលដែលយើងធ្វើការបញ្ជាទិញនៅអីវ៉ាន់អីមួយដោយការពីមុនអញ្ចឹងគឺខ្ញុំទិញលេខការអញ្ចឹងខ្ញុំទៅពេលដែលខ្ញុំបញ្ជាទិញបានទទួលបានជោគជ័យហើយគឺខាងហាងគេហ្នឹងគឺពិសេសផ្ញើលេខ tracking មកឲ្យយើងអញ្ចឹងដើម្បីតាមដានរាល់ទំនិញរបស់យើងគឺយើងត្រូវតែចូលទៅយកលេខ tracking ហ្នឹងក្នុងហាងគេហ្នឹងមកអូខេអញ្ចឹងនៅពេលដែលយើង តួបានលេខ tracking ហើយអញ្ចឹងលេខ tracking ខាងលើនេះគឺយើងយកទៅបញ្ចូលនៅក្នុង app Loda ណាដើម្បីធ្វើការតាមដានទំនិញថាទំនិញរបស់យើងនឹងធ្វើដំណើរពីហាងចូលមកដល់ក្រុមហ៊ុនដឹកជញ្ជូនចិនហើយឬនៅឬមួយពីក្រុមហ៊ុនដឹកជញ្ជូនមកខ្មែរយើងហើយឬនៅអញ្ចឹងបងប្អូនយកលេខ tracking ខាងលើនឹងដើម្បីបញ្ចូលខាងលើនេះមាន SS 028417858547ហ្នឹងណាអញ្ចឹងបងប្អូនយកលេខ tracking ហ្នឹងមកដើម្បីបញ្ចូលទៅក្នុង app Loda អញ្ចឹងខ្ញុំសូមធ្វើការបញ្ចូលតែម្ដងអញ្ចឹងយើងចូលមកកាន់ Loda មកណាគឺយើងចូលមកកាន់ app Loda មកអូខេអញ្ចឹងនៅពេលដែលបងប្អូនចូលមកកាន់ app Loda គឺបងប្អូនចុចទៅលើពាក្យការដឹកជញ្ជូនអន្តរជាតិណាគឺការដឹកជញ្ជូនអន្តរជាតិអូខេអញ្ចឹងនៅពេលបងប្អូនចុចទៅលើពាក្យការដឹកជញ្ជូនអន្តរជាតិហើយគឺដំណើរមកការមកកាន់ត្រង់ចំណុចនេះអញ្ចឹងត្រង់ចំណុចនេះនៅពេលដែលយើងបញ្ជាទិញអីវ៉ាន់ពីចិនមកកម្ពុជាគឺយើងជ្រើសខាងលើហ្នឹងមកណាគឺផ្ញើសម្បត្តិហ្នឹងអូខេនៅពេលដែលយើងចុចត្រង់ចំណុចពីកម្ពុជាពីចិនមកកម្ពុជាហើយគឺដំណើរការមកតាមត្រង់ចំណុចនេះអញ្ចឹងត្រង់ចំណុចនេះគឺតម្រូវឲ្យយើងធ្វើការបញ្ចូលគឺបញ្ចូលលេខ tracking ហើយអញ្ចឹងនៅពេលដែលបងប្អូនធ្វើការបញ្ចូលឈ្មោះទំនិញនិងបរិមាណទំនិញរួចរាល់អស់ហើយគឺបងប្អូនមើលមកខាងក្រោមគឺមានពាក្យបន្ថែមណាគឺបងប្អូនចុចទៅលើពាក្យបន្ថែមខាងក្រោមនេះគឺបងប្អូនចុចទៅលើពាក្យបន្ថែមខាងក្រោមហ្នឹងមកអូខេអញ្ចឹងនៅពេលបងប្អូនចុចទៅលើពាក្យបន្ថែមហើយគឺដំណើរការមកកាន់ត្រង់ទម្រង់បែបនេះអញ្ចឹងទម្រង់បែបនេះគឺយើងធ្វើការជ្រើសរើសណាយើង scroll ឡើងទៅលើបន្តិចមកយើងធ្វើការជ្រើសរើសទីតាំងដែលយើងចង់ទៅយកទំនិញហ្នឹងអញ្ចឹងសម្រាប់ខ្ញុំគឺនៅខ្ញុំនៅចកាដងអញ្ចឹងខ្ញុំជ្រើសទីតាំងនៅចកាដងណាបងប្អូនវាយខេត្តរាជធានីមកជ្រើសរើសឃ្លាំងសូមជ្រើសខេត្តសូមជ្រើសយកឃ្លាំងណាតែសម្រាប់វីដេអូនេះគឺខ្ញុំជ្រើសយកចំការដងហើយដោយសារអីដោយសារខ្ញុំនៅចកាដងណាអូខេអញ្ចឹងបងប្អូន scroll ឡើងទៅលើបន្តិចណាបងប្អូន scroll ទៅឡើងទៅលើបន្តិចបងប្អូនគ្រីសចុចគ្រីសត្រង់ចំណុចនេះមកបងប្អូនគ្រីសត្រង់ចំណុចហ្នឹងមកណាចុចគ្រីសត្រង់ចំណុចហ្នឹងមកអូខេអញ្ចឹងនៅពេលដែលបងប្អូនចុចគ្រីសត្រង់ចំណុចនេះហើយគឺបងប្អូនចុចទៅលើពាក្យដាក់ស្នើគឺបងប្អូនចុចទៅលើពាក្យដាក់ស្នើខាងក្រោមនេះគឺខាងក្រោមនេះណាដាក់ពាក្យដាក់ស្នើហ្នឹងអូខេអញ្ចឹងនៅពេលដែលបងប្អូនចុចទៅលើពាក្យដាក់ស្នើខាងក្រោមនេះខាងក្រោមហ្នឹងមកអក្សរពណ៌សហ្នឹងប្រអប់ពណ៌ក្រហមហ្នឹងគឺបងប្អូនចុចទៅលើត្រង់ដាក់ស្នើហ្នឹងមកអូខេអញ្ចឹងនៅពេលដែលបងប្អូនចុចទៅលើពាក្យដាក់ស្នើហើយគឺមកដំណើរការមកកាន់ត្រង់ចំណុចនេះអញ្ចឹងត្រង់ចំណុចនេះគឺវាកំពុងរងចាំណាគឺត្រង់ចំណុចខាងលើនេះណាបងប្អូនខ្ញុំបញ្ជាក់បន្តិចគឺត្រង់ចំណុចប្រអប់ខាងលើនេះគឺនៅពេលបងប្អូនដាក់ស្នើគឺវាលោតត្រង់ជាទម្រង់បែបនេះណាជាទម្រង់បែបហ្នឹងអញ្ចឹងនៅពេលហ្នឹងគឺខាងឃ្លាំងដឹកជញ្ជូននៅចិននេះគឺកំពុងតែរងចាំអីវ៉ាន់យើងគឺអីវ៉ាន់យើងគឺនៅក្នុងហាងឡើយទេគឺមិនទាន់មកដល់ឃ្លាំងដឹកជញ្ជូននៅចិនទេណាអញ្ចឹងនៅពេលដែលយើងចុចពាក្យស្នើហើយគឺគេដាក់អក្សរថាកំពុងរងចាំការផ្ទុកមានន័យថាក្នុងឃ្លាំងហ្នឹងគឺកំពុងតែរងចាំទំនិញដែលគេដឹកជញ្ជូនពីឃ្លាំងពីហាងគេមកអញ្ចឹងណាបងប្អូន
អូខេអញ្ចឹងសម្រាប់វីដេអូមួយនេះគឺមានតែប៉ុណ្្នឹងទេសម្រាប់បងប្អូនដែលជាសមាជិកថ្មីអត់ទាន់បាន Subscribe Channel ខ្ញុំបាទសូមជួយ Subscribe Channel ខ្ញុំបាទម្នាក់មួយមកដើម្បីទទួលបានរាល់វីដេអូថ្មីៗបន្ថែមទៀតផងដែរខ្ញុំបាទក៏សូមអរគុណសូមជម្រាបលា